ទស្សនីបងប្អូនដែលធ្លាប់តាមដានទស្សនាវីដេអូខ្ញុំបង្ហាញអំពីទេសភាពស្រុកស្រែជនបទជាមួយនឹងការចិញ្ចឹមគោរបស់ខ្ញុំឥឡូវខ្ញុំនាំបងប្អូនមកមើលទេសភាពជនបទមួយនៅស្រុកកំពង់ត្រាចម្ដងនេះគឺវាលបឹងហៅបឹងនៅភ្នំទឹកធំជាបឹងធម្មជាតិប្រភេទបែបកំសាន្តនៅជនបទស្រុកស្រែជនបទចឹងបឹងនេះមានប្លង់ផលិតរំចង់ប្រែពណ៌ហើយមើលមានសត្វក្របីដែលកំពុងតែដេកត្រាំភក់ខ្ញុំមកនេះប្រហែលជាម៉ោង11 12ហ្នឹងចេញពីកន្លែងការងារមកចឹងបងប្អូនដែលធ្វើការនៅទីក្រុងអីចង់ដើរកំសាន្តចង់សម្រាកអារម្មណ៍អីអាចមកទីនេះបានអញ្ចឹងស្រុកស្រែគឺខ្យល់អាកាសបរិសុទ្ធពោពេញដោយធម្មជាតិបរិសុទ្ធធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយលំហែតកលំបាកបានមួយគ្រាដែរចឹងនៅទីហ្នឹងទឹកថ្លាយើងអាចមានដងសន្ទូចអីអាចស្ទូចលេងបានដែរបើបងប្អូនអត់បានមកទេមើលតែវីដេអូខ្ញុំទៅហាក់ដូចជារំសាយអារម្មណ៍មួយគ្រាដែរខ្ញុំចូលចិត្តមែនតើបន្ទាប់ពីខ្ញុំធ្វើការឲ្យគឺខ្ញុំទៅទីជនបទអាចរំសាយអារម្មណ៍អាចធ្វើឲ្យយើងធូរស្បើយពីការងារដែលស្មុគស្មាញណាហើយដូចចាស់ថាអញ្ចឹងក្របីចូលចិត្តដេកភក់មែនហ្នឹងមើលចោះគេដេកបលឹមនៅកហើយទឹកនេះជ្រៅដែរចានេះក្របីធំណាបងប្អូនអើយនេះបើអ្នកណាស្គាល់ក្របីអីមើលបាននេះក្របីអញ្ចឹងក្មេងក្រោយឥឡូវខ្លះណាអត់ស្គាល់ក្របីដែរហ្នឹងខាងនេះគឺជាភ្នំគោមភ្នំមួយហើយមានវត្តនៅដល់វត្តហ្នឹងគេហៅវត្តគប់កំបោរចាវត្តគប់កំបោរណាតែអត់បានទៅចូលក្នុងវត្តហ្នឹងទេប្រហែលជាវត្តហ្នឹងស្អាតដែរមើលទៅនៅលើភ្នំអញ្ចឹងខ្យល់លហើយស្រួលណានៅទីនេះខ្យល់ជាក់ស្រួលមែនតើបក់មកលហើយមិនបាច់ប្រើកង្ហារប្រើម៉ាស៊ីនត្រជាក់អីទេអារម្មណ៍យើងស្រស់ស្រាយហើយនៅក្នុងទឹកថ្លាឆ្វង់តែម្ដងតែទឹកហ្នឹងអ្នកលក់ប្រាប់ខ្ញុំថាជ្រៅលិចក្បាលតែយើងមើលទៅហាក់ដូចជារាក់ទេថ្លាដូចកញ្ចក់មានផលិតរំចង់គេហៅរំចង់ប្រែពណ៌បើនៅស្រុកខ្ញុំវិញរំចង់គឺស្រទាប់ខាងក្រៅពណ៌ខៀវហើយផ្កាពណ៌សថ្លាតែរំចង់នៅទីនេះស្រទាប់ខាងគេដូចស្រទាប់បោះផលិតដែរបោះការផលិតដែរហើយផ្កាហ្នឹងគឺមានពណ៌យ៉ាងចង់បែកផ្កាឈូកអញ្ចឹងទៅគេហៅរំចង់ប្រែពណ៌ទឹកនេះអាចស្ទូចត្រីលេងបានមានត្រីមានអីដែរយើងគ្រាន់ស្ទូចកំដរអារម្មណ៍លេងស្កាត់ស្ទះអីបានដែរអញ្ចឹងបងប្អូនចាបងប្អូនអាចមកព្យាបាលផ្លូវចិត្តបាននៅទីនេះធ្វើឲ្យយើងកាត់បន្ថយ stress កាត់បន្ថយភាពស្មុគស្មាញបានមួយគ្រាដែរអរគុណច្រើនសម្រាប់ការទស្សនា